ដោយឆ្នេះកិច្ចការដែលកូនចៅទាំងអស់ត្រូវតបស្នងសងគុណអ្នកដែលមានគុណនោះគឺមិនសងមិនតបត្រឹមតែពេលនៅរស់ទេហើយក៏មិនត្រូវតបស្នងតែពេលដែលស្លាប់ទៅដែរមានន័យថាកិច្ចការដែលកូនចៅភាសាបង្កើតត្រូវតបស្នងទៅដល់អ្នកមានគុណទាំងពីររូបនៅរស់ក៏ធ្វើតបចំណែកឯស្លាប់ទៅក៏ធ្វើតបដែរគ្រាន់តែវាមានផ្នែកខុសគ្នាតែប៉ុណ្ណឹងទេហេតុដែលកូនចៅទាំងអស់ត្រូវគោរពមេត្តាបិតាឲ្យតម្លៃលើមេត្តាបិតាពីព្រោះព្រះអង្គព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គសម្ដែងនៅក្នុងមង្គលដ្ឋទីបនីព្រះអង្គសម្ដែងថាឧភោបេចេតេ5មាពុបទេវាពពាចរិយាអាហុណៃយាតិចៈពវុចន្តិមេត្តាបិតាដែលចិញ្ចឹមបីបាច់ថែរក្សាកូនចៅប្រុសស្រីព្រះពុទ្ធវសិទ្ធនាមឲ្យដល់ទៅ4ទី1 5មាមេត្តាបិតាមានឈ្មោះថាព្រំដោយហេតុថាចិញ្ចឹមបីបាច់កូនប្រកបដោយព្រហ្មវិហារធម៌ទី2ពុបទេវាឲ្យឈ្មោះតាទេផ្តាខាងដើមពីព្រោះជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនចៅមុនទីផ្តាណាទាំងអស់ទី3ពពាចរិយាជាអាចារ្យដើមដែលបង្រៀនកូនឲ្យចេះនិយាយចេះដើរចេះសើចមុនគ្រូអាចារ្យណាទាំងអស់ដល់ទៅទី4អាហុណៃយាតិចៈមានឈ្មោះថាជាអាហុណៃយបុគ្គលគឺសំគួរទៅដល់កូនចៅប្រុសស្រីប្រសាបង្កើតទាំងអស់ធ្វើទៀនតបមកដល់លោកមុនគេមិនក្រោយគេទេគឺធ្វើទៀនតបទៅដល់លោកមុនគេដូច្នេះហើយបានជារបៀបនៃការបែងចែកទ្រព្យសម្បត្តិនៅក្នុងពុទ្ធសាសនាជាដំបូងបំផុតព្រះអង្គសម្ដែងថាគួរឲ្យសងបំណុលចាស់សិនមានន័យថាទ្រព្យសម្បត្តិទាំងអស់ដែលបានរកបានមកគួរបីយកមកចិញ្ចឹមបីបាច់ថែរក្សាជាមុនសិននេះជាពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងសម្រាប់ពុទ្ធបរិស័ទទូមានព្រានប្រដៅចំពោះបុត្រធីតាប្រុសស្រីដែលត្រូវធ្វើគុណចំពោះមេត្តាបិតាឈ្មោះទាំង4ដែលព្រះពុទ្ធប្រសិទ្ធនាមឲ្យនេះគឺមានអត្ថន័យដោយឡែកពីគ្នាដែលព្រះអង្គថា5មាមេត្តាបិតាមានឈ្មោះថាព្រំអាស្រ័យដោយមានព្រហ្មវិហារធម៌ចំពោះកូនព្រហ្មវិហារធម៌នោះអ្វីខ្លះគឺបានដល់មេត្តាចិត្តមួយការស្រឡាញ់រាប់អានថែរក្សាការតាំងអំពីដែលចាប់បដិសន្ធិក្នុងផ្ទៃមេត្តាដំបូងទោះបីជាឃ្លានរបស់ឆ្ងាញ់បណ្ណាក៏ដោយឲ្យតែនឹកទៅសួរគេថារបស់នឹងប៉ះពាល់កូនក្នុងផ្ទៃទេថាប៉ះពាល់ពេលនោះមិនហ៊ានហូបពិសាទេរឿងហ្នឹងលោកយាយដឹងច្បាស់ខ្លួនឯងហើយឲ្យតែដឹងថារបស់ហ្នឹងបរិភោគទៅវាប៉ះពាល់កូននៅក្នុងផ្ទៃមិនហ៊ានហូបពិសាទេសុខចិត្តអត់ទោះបីជាឃ្លានយ៉ាងណាក៏ដោយដែលភាសាសាមញ្ញយើងហៅថាចាញ់កូននោះឃ្លានយ៉ាងណាក៏ដោយប៉ុន្តែដឹងថារបស់ហ្នឹងដាក់ទៅប៉ះពាល់កូនក្នុងផ្ទៃអត់ហ៊ានដាក់ទេសុខចិត្តទ្រាំអត់ទ្រាំឃ្លានអាហ្នឹងជាទឹកចិត្តមេត្តាការស្រឡាញ់រាប់អានចំពោះកូនដល់ពេលកូនចាប់បដិសន្ធិពីក្នុងផ្ទៃមកកើតមកមានវ័យលូតលាស់ធំម្ដងបន្តិចពេលនោះមេត្តាសេចក្តីស្រឡាញ់រាប់អានបាត់មួយខណៈបាត់យ៉ាងម៉េចតែនិយាយមិនស្ដាប់ក្តាច់ហើយតែដើរលេងប្រាប់មិនតាមវាយហើយបណ្ដវាយហ្នឹងដោយចិត្តមួយទៀតករុណាដែរមេត្តាសេចក្តីស្រឡាញ់បាត់មែនប៉ុន្តែករុណាចិត្តនៅមានវាយមែនប៉ុន្តែជួនកាលរួចទៅហៅមកលៀបព្រិញកាឡាឲ្យវិញប៉ុន្តែវាយឈឺមែនតែនហ្នឹងអង្គុយយំខ្លួនឯងវិញក៏មានអាហ្នឹងមេត្តាដោយអំណាចនៃការចង់ឲ្យកូនចៅនឹងល្អនឹងរាប់ត្រឹមតែពីរទេមេត្តាករុណាគឺសេចក្តីអាណិតអាសូរចំពោះកូនណាមិនថាតែកូននៅតូចទេដល់ទៅកូនធំដឹងថាកូនរកស៊ីមិនឡើងជួបទុក្ខលំបាកវេទនា
ឆ្លោះគ្នាក្នុងសង្គមគ្រួសារពេលនោះឪពុកម្ដាយកើតមហាករុណាគឺកាន់តែអាណិតអាសូរមានទ្រព្យបន្តិចបន្តួចមកកពោពីរកពោបេះឲ្យកូនឲ្យដឹងតែខ្វះខាតនឹងជាករុណាចិត្តអាណិតអាសូរដល់កូនផ្ទះមួយដែលគេទៅរកស៊ីចាញ់ឆ្ងាយពីណារមបានមកនៅផ្ទះម៉ែវិញមកកូនអើយកូនផ្ទះយើងកូនណាមកនៅក៏បានដែរមិនប្រកាន់ទេករុណាដោយសារសេចក្តីអាណិតអាសូរចំពោះកូនមុទិតាគឺសេចក្តីប្រាថ្នាចង់ឲ្យកូនបានសុខគ្រប់ពេលមេត្តាបិតាដែលមានកូននៅឆ្ងាយតែងតែប្រាថ្នាអុជធូបបន់ព្រះសំពះទេវតាថាសូមឲ្យកូនចៅបានសុខបានចម្រើនដែលអាត្មាដឹងទៅវត្តក៏ដោយទៅបន់ឯណាក៏ដោយអុជធូបផ្សងឡើងអត់មានសុំឲ្យខ្លួនឯងបានសុខទេអុជទុកសុំឲ្យកូននោះបានសុខកូនបងកូនកដាលកូនពៅសុំឲ្យបានសេចក្តីសុខឲ្យស៊ីមានបានគេជួនកាលផ្លេចទាំងសុំឲ្យខ្លួនឯងបានសុខផងអាហ្នឹងដោយមុទិតាចិត្តគឺសេចក្តីប្រាថ្នាចង់ឲ្យកូនបានសេចក្តីសុខគ្រប់ពេលវេលាទាំងអស់ដល់ទៅទី4ឧបេក្ខាគឺកណ្ដាលមិនលំអៀងទេអាកូនណាមានកូនស្រឡាញ់ប៉ុណ្ណឹងកូនណាក្រកូនស្រឡាញ់ប៉ុណ្ណឹងកូនស្រួលនិយាយគ្នាកូនស្រឡាញ់ប៉ុណ្ណឹងកូនពិបាកនិយាយគ្នាកូនស្រឡាញ់ប៉ុណ្ណឹងដែរគ្រាន់តែអាក្រក់មាត់អាក្រក់សម្ដែងតិចប៉ុន្តែចុងក្រោយអាទឹកចិត្តឧបេក្ខាមិនលំអៀងតតែសោះពីព្រោះមនុស្សយើងដែលកើតមកមានសេចក្តីលំអៀងដល់ទៅ4លំអៀងព្រោះស្រឡាញ់ក៏មានលំអៀងព្រោះខ្លាចក៏មានលំអៀងព្រោះភ័យក៏មានលំអៀងព្រោះសេចក្តីល្ងឹតល្ងងក៏មានប៉ុន្តែចំពោះឪពុកម្ដាយទាំងពីររូបនេះมันមានអកតេធម៌ពលគឺការលំអៀងចំពោះបុត្រធីតាប្រុសស្រីណាមួយទេគឺបានឲ្យតែកូនបានសុខបានឲ្យតែកូនបានចម្រើនបើកូនមិនចម្រើនប្រឹងយកទ្រព្យសម្បត្តិរបស់ខ្លួនឯងទៅជួយកូនដើម្បីឲ្យបានចម្រើនទៀតនេះជាទឹកចិត្តនិងព្រមវិហារធម៌ដែលឪពុកម្ដាយមានចំពោះកូនដូច្នេះហើយបានប្រពុតសម្ដែងថា5មេត្តាបិតាមានឈ្មោះថាព្រំនិងទី1ដែលយើងត្រូវគោរពឲ្យតម្លៃមេត្តាបិតាទី2ព្រះអង្គប្រសិទ្ធនាមថាជាទេពតាដើមគឺបីបាច់ហែរសាកូនចៅមុនគេទាំងអស់មិនថានៅពីតូចរហូតដល់ធំប៉ុណ្ណាទេសេចក្តីព្រួយបារម្ភដែលកើតមានចំពោះគាត់គ្រប់ខណៈពេលព្រួយបារម្ភកូនដល់ទៅព្រួយបារម្ភកាលពីតូចប៉ះផ្ទះជាប់ផ្លូវចេះផងមើលមិនបាត់ភ្នែកទេក្រែងលោកកូននោះវារត់មកផ្លូវខ្លាចឡានបុកខ្លាចម៉ូតូបុកផ្ទះជាប់មាត់ទលេមើលអាសាក្រុមខងក្រែងវាទៅលេងទឹកទលេលួងទឹកវិភៈរក្សាគ្រប់ពេលវេលាទាំងអស់អង្គុយហូបបាយប្រឹងតែដុះបាយដាក់មាត់ឃើញអាកូនរហូតទេមកផ្លូវទុកបាយសិនរត់មកចាប់កូនសិនអាហ្នឹងសេចក្តីគំពីរារាំងមិនឲ្យកូនមានទុកមានលំបាកទេនឹងជាទេពតាដែលរក្សាកូនមុនគេទាំងអស់ក៏ប៉ុន្តែកូនខ្លះមិនដូច្នោះទេมันមើលឃើញទេពតាដើមបែរទៅមើលឃើញទេពតាបន្ទាប់នោះដែលគេថាទេពតាខាងដើមគឺម៉ែឪចិញ្ចឹមខុសត្រូវរក្សាថែចិញ្ចឹមបីបងបុតមាសស្នេហ៍អត់មានត្អូញត្អែព្រោះកូនទេក៏ប៉ុន្តែជូនកាកូនចៅមួយចំនួនมันដឹងគុណទេពតាដើមមុនទៅដឹងគុណទេពតាដតីទេពតាណាទេពតាដើមឈើទេពតាដុំថ្មទេពតាកុដសាលាពិហារទេពតានៅចែកដីក៏ប៉ុន្តែរឿងទាំងអស់នេះជារឿងមួយផ្នែកខាងជំនឿរបស់អ្នកកាន់ពុទ្ធសាសនាទៅក៏ប៉ុន្តែចម្រើនពរពុទ្ធបរិស័ទដែលមានឱកាសអាចដឹងគុណនៅពុកម្ដាយបានយើងដឹងគាត់ឲ្យទៅពីព្រោះពេលវេលាដែលត្រូវរស់នៅជាមួយឪពុកម្ដាយមិនយូរប្រមាណទេញាតិញោមគិតមើលតែ10ឆ្នាំ3ដងទៀតយ៉ាងយូរបំផុត10ឆ្នាំ3ដងទៀតយ៉ាងយូរបំផុត
ពេលនោះយើងនឹងត្រូវបែកខ្ញែកគ្នាទាំងអស់មិនថាយាយ